កាលពីខែកុម្ភៈឆ្នាំ2026កន្លងទៅតារាសម្ដែងជើងចាស់ហុងកុង Louis Khu ធ្លាប់បាននិយាយទម្លាយពីបញ្ហាសុខភាពរបស់លោកក្នុងកម្មវិធីជែកកម្សាន្តមួយជាមួយតារាសម្ដែងស្រី Sheng Yu Ling ក្នុងកម្មវិធីនោះតារាសម្ដែងប្រុសវ័យ56ឆ្នាំរូបនេះបានសារភាពទទួលស្គាល់លើចាមអារាមដែលបានចែកចាយពីពេញឧស្សាហកម្មភាពយន្តថាតារាប្រុស Louis Khu កាត់ជំងឺបាត់ការចងចាំហើយលោកបានទម្លាយពីស្ថានភាពសុខភាពរបស់លោកនាពេលបច្ចុប្បន្នដោយថាជំងឺបាត់ការចងចាំនេះស្ថិតក្នុងកម្រិតស្រាលនៅឡើយលោកលើកឧទាហរណ៍ថាជាញឹកញាប់លោកមិនអាចចាំអ្នកនៅចំពោះមុខលោកថាជានរណានោះឡើយទោះជាលោកគិតថាមនុស្សនេះមើលទៅប្រហែលក៏ដោយតារាប្រុស Louis Khu បានបន្ថែមថាកម្រិតនៃការបាត់ការចងចាំរបស់លោកបច្ចុប្បន្ននេះគឺមិនប៉ះពាល់ខ្លាំងដល់ការងាររបស់លោកនោះឡើយខណៈពេលថតកុនលោកនៅអាចចាំ script ចាំតួនាទីសម្ដែងនិងចាំឈុតឆាកប្រយុទ្ធគ្នាទោះជាយ៉ាងណាក្រោយថតរឿងចប់ការចងចាំទាំងនោះក៏បាត់បង់ទៅយ៉ាងរហ័សដូចគ្នាហើយ1 ឬ 2 ឆ្នាំក្រោយមកទៀតលោកក៏អាចនឹងភ្លេចថាខ្លួនឯងធ្លាប់បានចូលរួមសម្ដែងក្នុងរឿងនោះទៀតផងគួររំលឹកថាតារាសម្ដែង Louis Khu ធ្លាប់ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភម្ដងរួចមកហើយពាក់ព័ន្ធនឹងបញ្ហាបាត់ការចងចាំនេះដោយពួកគេសង្ស័យថាវាអាចបណ្ដាលមកពីការកកឈាមក្នុងខួរក្បាលលោកកាលពីកុមារភាពប៉ុន្តែក្រុមវេជ្ជបណ្ឌិតបានបញ្ជាក់ថាមិនមែនមកពីបញ្ហានោះឡើយកាលពីក្មេង Louis Khu ជាញឹកញាប់តែមានបញ្ហាងឹតភ្នែកដោយម្ដងលោកមើលមិនឃើញក្នុងរយៈពេលជាង10វិនាទីនៅថ្ងៃខ្លះបញ្ហានេះកើតឡើងរហូតដល់ទៅ5ដងក៏មានធ្វើឲ្យឪពុកម្ដាយលោកមានការបារម្ភជាខ្លាំងនៅពេលនោះគ្រូពេទ្យបានរកឃើញថា Louis Khu មានឈាមកកក្នុងខួរក្បាលដែលអាចបណ្ដាលមកពីមូលហេតុចំនួន2ដោយទី1អាចបណ្ដាលមកពីរបួសកាលពីមុននិងទី2អាចបណ្ដាលមកពីបញ្ហាអំឡុងពេលសម្រាលគ្រូពេទ្យក៏បានប្រាប់ឪពុកម្ដាយលោកកុំឲ្យព្រួយបារម្ភខ្លាំងពេកអីដោយសារតែខួរក្បាលនៅវិវត្តបន្តហើយកំណកឈាមក៏នឹងមិនសង្កត់លើសរសៃប្រសាទទៀតដែរយ៉ាងណាក៏ដោយ Louis Khu នៅត្រូវការផឹកថ្នាំជាប្រចាំហើយស្ថានភាពរបស់លោកបច្ចុប្បន្នក៏មិនគំរាមកំហែងដល់អាយុជីវិតនោះដែរ